ម៉ាក់នឹងប៉ាបានចាក់ចេញដោយស្ងៀមស្ងាត់ចាប់ផ្ដើមថ្ងៃនេះអ្នកនឹងជាយាហើយជាមួយពូយើងអាចក្លាយជាគ្រួសារពិតមួយម្ដាយហេតុអ្វីបានជាម្ដាយរបស់ស៊ូនៅតែហៅអ្នកថាដឺម៉ាក់តើខ្ញុំមិនបានប្រាប់អ្នកទេហើយខ្ញុំថាម៉េងនៅចំពោះមុខគ្រួសារនេះហេតុអ្វីបានជាអ្នកមិនអាចស្ដាប់បានសំបីតែខ្ញុំប្រាប់អ្នកច្រើនដងហើយសុំទោសម៉ាក់និងមីងមានអ្វីខុសជាមួយការហៅម្ដាយរបស់អ្នកដោយស្ងាត់តើអ្នកមិនទៅឆ្ងាយពេកទេជាគួរឲ្យអាណិតណាស់បើគ្មានម្ដាយនាងហៅខ្ញុំដោយស្ងាត់ថាម៉ាក់នៅចំពោះមុខជាតើអ្នកចង់ឲ្យគាត់គិតយ៉ាងណាបន្ទាប់មកអ្នកចង់ក្លាយជាម្ដាយរបស់អ្នកអត់ទេតើអ្នកពិតជាមានអារម្មណ៍សោកស្ដាយចំពោះហ៊ីយេយ៉ាមែនទេឬមួយក៏ដោយសារតែឪពុករបស់គាត់ជាស្នេហាដំបូងរបស់អ្នកតើអ្នកកំពុងនិយាយរឿងមិនសមហេតុផលអ្វីខ្លះម៉ាក់បានឈ្នះចំណាត់ថ្នាក់លេខ1ដោយស្ងាត់ក្នុងការប្រកួតគូរូបថ្ងៃនេះតើអ្នកអាចមកផ្ទះញ៉ាំអាហារពេលល្ងាចបានទេអ្នកមិនបានញ៉ាំអាហារជាមួយខ្ញុំនិងប៉ាយូរមកហើយខ្ញុំបានឈ្នះចំណាត់ថ្នាក់លេខ1ដោយស្ងាត់គាត់ទទួលបានចំណាត់ថ្នាក់លេខ2នៅផ្ទះប៉ុណ្ណោះតើម្ដាយរបស់ស៊ូនឹងមិនចូលចិត្តខ្ញុំទេតើវាអាចទៅជាយ៉ាងដូចម្ដេចកន្លែងដំបូងរបស់គាត់គ្មានអ្វីពិសេសនោះទេម្ដាយរបស់ស៊ូបានអានពាក្យរបស់អ្នកគំនូររបស់អ្នកល្អជាងគំនូររបស់គាត់នៅក្នុងចិត្តខ្ញុំអ្នកគឺជាលេខ1បន្ទាប់មកខ្ញុំចង់ឲ្យម៉ាក់របស់ស៊ូទៅជាមួយខ្ញុំពេញមួយចុងសប្ដាហ៍ណាមួយក៏បានម្ដាយអ្នកមិនបានចំណាយពេលចុងសប្ដាហ៍ជាមួយម៉ាក់របស់អ្នកយូរមកហើយអ្នកសុខសប្បាយទេខ្ញុំនឹងចំណាយពេលជាមួយអ្នកនៅពេលក្រោយម្ដាយម៉ាក់ខ្ញុំចង់ប្រាប់ម៉ាក់ពីអ្វីដែលបានកើតឡើងនៅថ្ងៃនេះតើអ្នកចង់ចាក់ចេញពីម្ដាយរបស់អ្នកទេខ្ញុំមិនចង់ឲ្យឪពុកម្ដាយខ្ញុំបែកគ្នាដោយសារតែខ្ញុំទេប៉ានិងម៉ាក់ធ្លាប់ស្រឡាញ់គ្នាខ្លាំងណាស់ប៉ុន្តែឥឡូវនេះម៉ាក់បានលងស្នេហ៍ជាមួយអ្នកផ្សេងហើយបើម៉ាក់ចង់ចេញទៅប៉ានឹងនាំអ្នកទៅឆ្ងាយគ្រួសារយើងមានពេលវេលាដ៏រីករាយមួយរហូតដល់ទីបំផុតព្រះអង្គម្ចាស់និងព្រះនាងពួកគេរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គលចូលគេងទៅប្រពន្ធជាមួយអ្នកនឹងមម៉ូនៅក្បែរខ្ញុំជាមនុស្សដែលមានសុភមង្គលបំផុតនៅក្នុងលោករួយខ្ញុំត្រឡប់មកប្រទេសចិនវិញហើយប៉ានិងគ្រូបាននិយាយថាការទទួលស្គាល់និងកែកំហុសធ្វើឲ្យកូនខ្លាចជាកូនល្អចូលយើងផ្ដល់ឱកាសឲ្យម៉ាក់បន្ថែមទៀតដូច្នេះតើអ្នកមានគម្រោងផ្ដល់ឱកាសឲ្យម្ដាយរបស់អ្នកយ៉ាងដូចម្ដេចតាមពិតទៅនាងកត់ត្រារបស់ម្ដាយនាងដោយស្ងាត់ជារៀងរាល់ថ្ងៃរាល់ពេលដែលម៉ាក់ធ្វើឲ្យយើងសោកសៅយើងចាញ់1ពិន្ទុយើងនឹងបន្ថែម10ពិន្ទុសម្រាប់ការធ្វើឲ្យយើងសប្បាយចិត្តរាល់ពេលតែឥឡូវនេះមានប្រមាណចំណុចពិន្ទុឥឡូវនេះបានធ្លាក់ចុះមកត្រឹម95ពិន្ទុនៅពេលដែលពិន្ទុឈានដល់100ពិន្ទុមិនអីទេប៉ាសន្យានឹងកូនថាគាត់នឹងមិននិយាយបែបនេះទេថ្ងៃនេះខ្ញុំទទួលបានចំណាត់ថ្នាក់លេខ1ដោយស្ងាត់ចុះប៉ានាំកូនទៅញ៉ាំអាហារពេលល្ងាចធំមួយណាសូមឲ្យមានដំណើរកម្សាន្តដ៏ល្អម្ហូបចុងក្រោយមួយទៀតអាហារពេលល្ងាចនឹងរួចរាល់ក្នុងរយៈពេល5នាទីម៉ាក់ឲ្យកូនត្រឡប់មកវិញហើយម៉ូម៉ូតើអ្នកអាចជួយខ្ញុំយករបស់នេះបានទេម៉ាក់មិនបានញ៉ាំអាហារជាមួយយើងយូរមកហើយទីបំផុតខ្ញុំមានពេលខ្លះនៅថ្ងៃនេះមិនអីទេចូលយើងបង្កើនល្បឿនម៉ាក់នឹងត្រូវម៉ាក់និងប៉ាបានយល់ព្រមញ៉ាំអាហារពេលល្ងាចជាមួយយើងខ្ញុំនឹងផ្ដល់ឲ្យគាត់10ពិន្ទុខ្ញុំនឹងរួចរាល់ឆាប់នេះមិនអីទេម្ហូបទាំងអស់រួចរាល់ហើយតោះញ៉ាំអាហារណាប្រពន្ធនេះជាអាហារដែលអ្នកចូលចិត្តញ៉ាំឲ្យបានច្រើនម៉ាក់ឲ្យញ៉ាំឲ្យច្រើនហេតុអ្វីបានជាម្ដាយរបស់ស៊ូមិនទាន់ចេញមកជីយ៉ាតើអ្នកចង់ឲ្យម៉ាក់របស់ស៊ូក្លាយជាម៉ាក់ពិតរបស់អ្នកទេជាការពិតណាស់គាត់ហៅម៉ាក់របស់ម៉ូម៉ូចូលយើងចាប់គាត់ទៅយល់ព្រមទេខ្ញុំបានទៅបើកទ្វារចូលមកមុនរួយតើអ្នកត្រៀមខ្លួនហើយឬនៅការសម្ដែងកាសាគូរ៉ានៅសួនកំសាន្តចិត្តចាប់ផ្ដើមហើយចាំខ្ញុំមួយផ្លែតលោកលោកមិនឃើញទេថាយើងកំពុងញ៉ាំអាហារពេលល្ងាចអូត្រូវហើយតើភោជនីយដ្ឋានដែលអ្នកចូលចិត្តជាងគេគឺអ្វីខ្ញុំបានធ្វើការកក់ទុករួចហើយបន្ទាប់ពីយើងមើលការសម្ដែងកម្មជួចចប់ហើយទាន់ពេលទៅទីនោះហើយយ៉ាងហោចណាស់ញ៉ាំអាហារពេលល្ងាចជាមួយម៉ូម៉ូមុនពេលទៅខ្ញុំចង់ទៅឥឡូវនេះបាក់តោះយើងទៅឥឡូវនេះតោះទៅ
ម៉ាក់គ្រាន់តែចង់អរគុណប៉ានិងម៉ាក់ដែលបានដឹងម៉ាក់គ្រាន់តែមានអារម្មណ៍សោកស្ដាយចំពោះយាយខ្ញុំគ្រាន់តែចង់មើលថែនាងម៉ាក់និងប៉ាបានត្រឡប់ទៅបន្ទប់វិញបន្ទាប់ពីញ៉ាំអាហាររួចគូរូបដោយស្ងាត់ម៉ាក់និងប៉ានៅសល់តែ4ពិន្ទុទៀតប៉ុណ្ណោះដែលត្រូវកាត់ម៉ាក់នៅសល់តែ4ពិន្ទុទៀតប៉ុណ្ណោះដែលត្រូវកាត់តើម៉ូម៉ូកំពុងថតរឿងអំពីម្ដាយរបស់នាងមែនទេវាហាក់ដូចជាម៉ាក់និងប៉ាលែងចូលចិត្តម៉ូម៉ូទៀតហើយបន្ទាប់ពីយាយមកដល់ម៉ាក់ខ្ញុំលែងខ្វល់ពីខ្ញុំទៀតហើយប៉ាអាចមើលថែកូនបានទេថ្ងៃនេះម៉ាក់បាននាំបងស្រីរបស់គាត់ឈ្មោះជាមកផ្ទះម៉ូម៉ូហៅយាយថាបងស្រីតើអ្នកដឹងទេថាអ្នកនឹងទទួលភ្ញៀវនៅជាន់លើចាប់ពីពេលនេះទៅបងស្រីជាខ្ញុំឈ្មោះម៉ូម៉ូយើងជាមិត្តភក្តិចាប់ពីពេលនេះទៅយើងជាមិត្តភក្តិតើអ្នកអាចផ្ដល់របស់នេះមកខ្ញុំបានទេនេះជាអំណោយថ្ងៃកំណើតពីម៉ាក់ខ្ញុំស្ងាត់កុំឆ្លោះគ្នាអីតើខ្ញុំមិនបានបង្រៀនអ្នកឲ្យចែករំលែកទេជាអ្នកអាចលេងបានចាប់ពីពេលនេះទៅខ្ញុំអាចលេងជាមួយប្រដាប់ក្មេងលេងទាំងអស់របស់ម៉ូម៉ូបានប៉ុន្តែម៉ាក់ម៉ូម៉ូនិងម្ដាយរបស់នាងប៉ុន្តែជាលែងមានម្ដាយទៀតហើយមិនអីទេឈប់យំទៅចាប់ពីពេលនេះទៅខ្ញុំនឹងក្លាយជាម៉ាក់របស់អ្នកយកព្រមទេចាប់ពីពេលនេះទៅហើយខ្ញុំថាមីងនៅចំពោះមុខមនុស្សគ្រប់គ្នាទៅតើអ្នកដឹងទេតើខ្ញុំអាចហៅអ្នកថាម៉ាក់បានទេជាការពិតណាស់ម៉ាក់ប៉ាមិននៅផ្ទះទេបន្ទាប់ពីចេញពីធ្វើការម៉ាក់ចាក់សោខ្ញុំចេញពីបន្ទប់គេងខ្ញុំខ្លាចណាស់ម៉ាក់ស្រែកឡើងប៉ាខ្លាចណាស់ម៉ាក់ហេមីងយូរួយនឹងជាកំពុងបង្កបញ្ហាម្ដងទៀតតើអ្នកអាចជួយខ្ញុំលួងលោមគាត់បានទេខ្ញុំជាមនុស្សពេញវ័យហើយខ្ញុំពិតជាមិនអាចធ្វើរឿងទាំងនេះបានទេខ្ញុំចង់បានម៉ាក់ជ្រូកមួយម្ដាយអ្នកស្ដាប់ម៉ាក់នឹងប្រាប់អ្នកពីរឿងរ៉ាវអំពីរបៀបដែលយើងបានក្លាយជាព្រះនាងយល់ព្រមមកយូរហើយម៉ាក់ឲ្យកូនមិនចង់ឲ្យអ្នកណានិទានរឿងទេខ្ញុំជាកូនរបស់អ្នកមែនទេប៉ាកុំខឹងអីថ្ងៃកំណើតរបស់ខ្ញុំគឺនៅចុងសប្តាហ៍ក្រោយម៉ាក់ខ្ញុំមិនដែលភ្លេចថ្ងៃកំណើតខ្ញុំជារៀងរាល់ឆ្នាំទេរងចាំគាត់ធ្វើពិធីខួបកំណើតខ្ញុំនឹងផ្ដល់ឲ្យគាត់នៅពិន្ទុច្រើនដោយស្ងៀមស្ងាត់ទីមើលថាថ្ងៃនេះជាថ្ងៃកំណើតរបស់អ្នកណាវាជាថ្ងៃកំណើតរបស់យាយមកឲ្យលឿនម៉ូម៉ូជូនពរយាយឲ្យរីករាយថ្ងៃកំណើតឆាប់និយាយរីករាយថ្ងៃកំណើតយាយអរគុណម៉ូម៉ូពេលដល់ថ្ងៃកំណើតរបស់អ្នកខ្ញុំក៏សូមជូនពរឲ្យអ្នកមានថ្ងៃកំណើតដ៏រីករាយផងដែរល្អណាស់រួយយើងនឹងមកផ្ទះរបស់អ្នកដើម្បីអបអរថ្ងៃកំណើតរបស់ជាងហៅនឹងមិនខឹងទេមែនទេហេតុអ្វីបានជាអ្នកមិនមកផ្ទះខ្ញុំវិញមានរឿងអ្វីឲ្យគាត់ខឹងនៅផ្ទះខ្ញុំនៅតែអាចលេងជាមួយម៉ូម៉ូបានរស់រវើកណាស់បន្ទាប់មកអ្នកនឹងត្រូវធ្វើជាជំនួយការរបស់ខ្ញុំជាការពិតណាស់តើអ្នករំពឹងថាខ្ញុំអាចចម្អិនម្ហូបពេញទៅដោយខ្លួនឯងបានទេសប្បាយណាស់ឃើញទេម្ដាយរបស់ស៊ូសប្បាយចិត្តបំផុតនៅពេលដែលគាត់នៅជាមួយយើងអ្នកគួរតែប្រគល់ម្ដាយរបស់ស៊ូមកខ្ញុំវិញឥឡូវនេះវាមិននៅស្ងៀមទេកុំឆ្លោះជាមួយបងស្រីច្បងម្នាក់នេះអីម៉ាក់និងប៉ាខ្ញុំក៏នឹងជួយដែរជាពិតជាចង់នៅជាមួយម៉ាក់ប៉ារបស់នាងជារៀងរហូតជាការពិតណាស់ចុះបើយើងជួយម៉ាក់បេះបន្លែជាមួយគ្នាវិញរ៉ាជាអស្ចារ្យខ្ញុំលែងមានការងារច្រើនដែលត្រូវធ្វើទៀតហើយជានៅតែជាមនុស្សដែលមានចរិតល្អបំផុតខ្ញុំនឹងគិតអំពីវាដោយស្ងប់ស្ងាត់ខ្ញុំខុសហើយពេលនេះសូមអភ័យទោសពិតជាបើអ្នកសុខចិត្តអត់ទោសឲ្យខ្ញុំចូលញ៉ាំនំទៅមានអ្វីកើតឡើង
មិត្តរួមថ្នាក់ម្ដាយឲ្យរបស់ខ្ញុំគឺម៉ាក់របស់ស៊ូបាននិយាយថាអ្នកណាចុះសម្រុងជាមួយអ្នកណាបានល្អបំផុតនៅថ្ងៃកំណើតរបស់នរណាម្នាក់អ្នកលាបក្រែមច្រើនបំផុតលើមុខរបស់ពួកគេអ្នកល្អបំផុតគឺម៉ាមីដូច្នេះខ្ញុំបានលេងសើចជាមួយគាត់ម៉ូម៉ូអ្នកមិនគួរខឹងទេវាគ្រាន់តែជាក្រែមបន្តិចប៉ុណ្ណោះខ្ញុំគ្រាន់តែលេងសើចជាមួយអ្នកនៅផ្ទះម៉ាក់ឲ្យអ្នកបានប្រាប់ខ្ញុំពីមុនហើយមានតែអ្នកដែលត្រូវបានគេលេងសើចទេដែលយល់ថាវាគួរឲ្យអស់សំណើចនោះហើយជាអ្វីដែលអ្នកហៅថាកំ pl ែងខ្ញុំបានប្រាប់អ្នកហើយកុំហៅខ្ញុំថាដម៉ាក់ឬនៅចំពោះមុខគ្រួសារនេះថ្ងៃនេះជាថ្ងៃកំណើតរបស់យេយេតើអ្នកពិតជាចង់ធ្វើឲ្យនាងមិនសប្បាយចិត្តមែនទេខ្ញុំសុខសប្បាយទេម៉ាក់ស៊ូគ្រាន់តែម៉ូម៉ូនាងហាក់ដូចជាខឹងបន្តិចខ្ញុំគួរតែសុំទោសនាងថ្ងៃនេះមិនមែនជាថ្ងៃកំណើតរបស់អ្នកទេអ្នកជាកូនច្បងប៉ុន្តែថ្ងៃនេះអ្នកក៏ជាម៉ាក់ជ្រូកដែរម៉ូម៉ូហាក់ដូចជាមិនត្រូវការឲ្យខ្ញុំប្រារព្ធខួបកំណើតនៅផ្ទះរបស់គាត់ទេតោះយើងត្រឡប់ទៅផ្ទះខ្ញុំវិញដើម្បីអបអរថ្ងៃកំណើតរបស់ខ្ញុំនឹងស្ដាប់អ្នកប៉ុន្តែថ្ងៃនេះក៏ជាថ្ងៃកំណើតរបស់ខ្ញុំដែរយ៉ាងម៉េចដែរម៉ាក់បានធ្វើពិធីខួបកំណើតរបស់យេយេខ្ញុំនិងយេយេកំពុងលេងសើចតើរថយន្តបើកបរបែបនេះនៅពេលយប់ទេម្ដាយរបស់អ្នកគ្រាន់តែឃើញអ្នកត្រូវគេធ្វើបាបតើនាងជានរណានាងបានទៅប្រារព្ធខួបកំណើតរបស់យេយេប៉ុន្តែថ្ងៃនេះក៏ជាថ្ងៃកំណើតរបស់អ្នកដែរនាងទៅតែចាក់ចេញគាត់ភ្លេចថាថ្ងៃនេះជាថ្ងៃកំណើតរបស់អ្នកមែនទេប៉ាកុំបន្ទោសម៉ាក់អីម៉ាក់ប្រហែលជារវល់ជាមួយការងារហើយគាត់មិនបានធ្វើវាដោយចិត្តណាទេប៉ាដូច្នោះហេតុអ្វីបានជាគាត់ចាំថ្ងៃកំណើតរបស់ហេជីជាគាត់ច្បាស់ជាមិនខ្វល់ទេម្ដាយរបស់ខ្ញុំប៉ានឹងនាំអ្នកទៅឆ្ងាយមិនអីទេម៉ាក់មិនចូលចិត្តនៅស្ងៀមទេវាពិតជាដោយសារតែនាងមិនស្ងប់ស្ងាត់គ្រប់គ្រាន់រងចាំរហូតដល់មកឈ្នះពានរង្វាន់នៅក្នុងទីក្រុងម៉ាក់ប្រកាសជានឹងសរសើរខ្ញុំបន្ទាប់មកខ្ញុំនឹងផ្ដល់ឲ្យគាត់10ពិន្ទុម៉ាក់ប្រកាសជាចូលចិត្តគំនូរនេះណាស់តើអ្នកកំពុងធ្វើអ្វីតើគំនូររបស់អ្នកមានន័យថាបញ្ជូនគាត់ទៅប្រកួតប្រជែងអន្តរជាតិមែនទេវាថែមទាំងមានរូបគំនូររបស់ម្ដាយរបស់សិស្សទៀតផងអ្នកនឹងមិនអនុញ្ញាតឲ្យខ្ញុំទាញយកអំណាចនេះទេកន្លែងប្រកួតប្រជែងគឺជារបស់ខ្ញុំម្ដាយរបស់ស៊ូក៏ជារបស់ខ្ញុំដែរគាត់ច្បាស់ជាម្ដាយរបស់ខ្ញុំម៉ាក់ឲ្យកូនសុំទោសកុំវាយកូនអីមានអ្វីកើតឡើងឪពុកម្ដាយជាច្រើនអ្នកខ្ញុំបានហៅអ្នកមកទីនេះលើកនេះភាគច្រើនដោយសារតែក្មេងទាំងពីរអ្នកឆ្លុះប្រកែកគ្នាតស៊ូឡើងជើងរបស់ម៉ាក់ជ្រូកឈឺខ្លាំងណាស់ម៉ូម៉ូតើអ្នកអាចធ្វើបាបគ្រួសារនេះដោយរបៀបណាអ្នកសុំទោសខ្ញុំគ្រូមិនបានពន្យល់ពីអ្វីដែលបានកើតឡើងទេតើអ្វីដែលធ្វើឲ្យអ្នកគិតថាមាននរណាម្នាក់វាដោយស្ងៀមស្ងាត់មុនគេរឿងនេះសាលាម្ដាយឲ្យរបស់យើងក៏មានការទទួលខុសត្រូវដែលមិនអាចគេចវាបានដែរដូច្នេះយើងបានទាញយកវីដេអូខ្លមមើលភ្លាមរួយនឹងកូនតូច2នាក់របស់នាងគ្រាន់តែឆ្លុះប្រកែកគ្នាបន្តិចបន្តួចប៉ុណ្ណោះមិនចាំបាច់មើលវីដេអូខ្លមមើលទេយើងនឹងមិនបន្តបញ្ហានេះបន្ថែមទៀតទេតើវាមកពីអ្នកមិនចាំបាច់មើលឬអ្នកខ្លាចមើលតើអ្នកកំពុងមើលវីដេអូខ្លមមើលអ្វីខ្លះជើងរបស់មនុស្សគ្រប់គ្នាគឺបែបនេះតើមានអ្វីផ្សេងទៀតដែលត្រូវនិយាយមានដាប់បតាឲ្យសូមកុំខឹងសម្បាអីវាមិនមែនដូច្នោះទេជាងហាវខ្ញុំដឹងថាអ្នកបានធ្វើបាបខ្ញុំវាជាកំហុសរបស់យើងទាំងអស់មិនចាំបាច់សុំទោសដោយស្ងៀមស្ងាត់ទេមីងយូអ្នកពិតជាចិត្តល្អពេកហើយបំណុលថ្ងៃនេះត្រូវតែដោះស្រាយខ្ញុំសូមអភ័យទោសដល់ក្រុមគ្រួសារនេះហេតុអ្វីបានជាអ្នកគួរសុំទោសដោយស្ងៀមស្ងាត់ហើយបន្តកុំឆ្លុះប្រកែកគ្នាលើរឿងតូចតាចវាជាកំហុសរបស់ខ្ញុំទាំងអស់ខ្ញុំសុំទោសយេយេខ្ញុំខុសហើយលើកនេះខ្ញុំនឹងអត់ទោសឲ្យអ្នកកុំធ្វើបែបនោះម្ដងទៀតនៅពេលក្រោយខ្ញុំកំពុងនាំយេយេទៅមន្ទីរពេទ្យឥឡូវនេះយកគាត់ទៅផ្ទះហើយអប់រំគាត់ឲ្យបានត្រឹមត្រូវពួកគេកាន់តែគ្មានច្បាប់ម្ដាយរបស់យេយេពិតជាមិនសមហេតុផលតតែសោះជេយ៉ាបានដួលដោយខ្លួនឯងនាងមិនមែនជាម្ដាយរបស់យេយេទេនាងយំដោយស្ងៀមស្ងាត់សម្រាប់អ្វីមួយតើម្ដាយអាចប្រព្រឹត្តចំពោះកូនរបស់ខ្លួនបែបនេះដោយរបៀបណានេះជាវីដេអូខ្លមមើលថ្ងៃនេះយកវាមកវិញហើយបង្ហាញវាទៅគាត់គ្រូពេទ្យបានសួរដោយស្ងៀមស្ងាត់ថាមានអ្វីខុសក្មេងតូចបែបនេះតើស្ថានភាពផ្លូវចិត្តរបស់ខ្ញុំអាចអាក្រក់យ៉ាងនេះបានដោយរបៀបណាបើយើងមិនឲ្យកូននៅឲ្យឆ្ងាយពីឫសគល់នៃអារម្មណ៍អវិជ្ជមាននេះអាចវិវត្តទៅជាជំងឺផ្លូវចិត្តធ្ងន់ធ្ងរស៊ូជាយានស្ងាត់ព្រោះអ្នកឈឺតើមានអ្វីកើតឡើងចំពោះម៉ូម៉ូតើមានអ្វីកើតឡើងចំពោះម៉ូម៉ូឈឺដោយសារអ្នកតើមនុស្សដែលមានសុខភាពល្អឥតខ្ចោះអាចឈឺដោយរបៀបណាតើគាត់គិតថាយេយេឈឺទេដូច្នេះខ្ញុំកំពុងគិតចង់ធ្វើពុតជាជំងឺមើលថាអ្នកបានខ្លាយជាមនុស្សខូចចិត្តប៉ុណ្ណាប្រយុទ្ធប្រឆាំងនឹងជំងឺនិងធ្វើពុតជាជំងឺក្នុងពេលតែមួយអ្នកគួរតែដាក់វិន័យពួកគេឲ្យបានត្រឹមត្រូវបើអ្នកមិនមកថ្ងៃនេះទេក្នុងមួយជីវិតរបស់ខ្ញុំនឹងមិនជួបអ្នកនៅទីនេះទៀតទេលោកហេជីជាសូមទៅបន្ទប់ពិគ្រោះលេខ1ហេជីជាសូមទៅបន្ទប់ពិគ្រោះលេខ1ខ្ញុំនឹងមិននិយាយអ្វីទៀតទេមកកាន់លេខរបស់យេយេហេតុអ្វីមិនទៅមើលម៉ូយ៉ាងណាមិញយើងធ្លាប់មានរយៈពេល1ពីមុនតើយ៉ាងហៅនឹងយកច្រឡំទេយេយេទើបតែបាត់បង់ម្ដាយរបស់គាត់ជាមនុស្សដែលត្រូវការដៃគូបំផុតនៅពេលនេះអ្នកមិនទាន់បានមើលថែកូនច្រើនពីមុនមកទេតើខ្ញុំអាចទុកឲ្យអ្នកទាំងអស់គ្នាមើលថែខ្លួនឯងដោយរបៀបណាកុំបារម្ភអីជាងហៅយល់ហើយ
តើម៉ាក់បង្កបញ្ហាដល់ប៉ាម្ដងទៀតទេម៉ាក់មិនគួរឈឺទេវាមិនមែនជាកំហុសរបស់ម៉ាក់ទេវាជាកំហុសរបស់ប៉ាគួរតែធូរស្រាលឆាប់ប៉ានឹងនាំអ្នកទៅឆ្ងាយចូលយើងចាក់ចេញពីកន្លែងដ៏មិនសប្បាយចិត្តនេះប៉ាកុំសោកសៅអីម៉ាក់មានឱកាសចុងក្រោយមួយយប់ជ្រៅហើយចូលយើងចូលគេងប៉ាម៉ាក់មិនបានមកទេតោះទៅផ្ទះប៉ាតើម៉ូជាកូនដែលអ្នកនិងម្ដាយរបស់អ្នកយកមកចិញ្ចឹមមែនទេតាមពិតទៅបងស្រីរបស់អ្នកឈ្មោះជាវគឺជាកូនបង្កើតរបស់អ្នកហេតុអ្វីបានជាម៉ូគិតបែបនេះហេតុអ្វីបានជាម៉ាក់នៅផ្ទះប្អូនស្រីរបស់ខ្ញុំស្រាប់តែឈប់ស្រឡាញ់ខ្ញុំបន្ទាប់ពីនាងមកយើងល្អនឹងគ្នាណាស់ស្ងាត់ចាប់តាំងពីម៉ាក់មិនគោរពខ្ញុំបន្ទាប់មកប៉ានឹងយកកូនចេញពីម៉ាក់យល់ព្រមទេទៅស្ងៀមស្ងាត់តោះទៅតើប្រពន្ធខ្ញុំសុខសប្បាយជាទេមកដល់ហើយថ្ងៃកំណើតព្រះនាងតូចរបស់ម៉ាក់តើយើងអាចភ្លេចមកុដដោយរបៀបណាពាក់មកុដរបស់ម៉ាក់តើវាល្អទេក្នុងការធ្វើជាព្រះនាងតូចរបស់ម្ដាយអ្នកអស់មួយជីវិតយល់ព្រមតើម្ចាស់កត្រីនិងព្រះនាងតូចរបស់ខ្ញុំត្រៀមខ្លួនរួចរាល់ហើយឬនៅតោះទៅ321ម៉ាក់គ្រាន់តែចង់ឲ្យអ្នកត្រឡប់មកវិញឥឡូវនេះហើយទុកយើងនៅទីនេះខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅ100ពិន្ទុ1000ពិន្ទុ10000ពិន្ទុម៉ាក់របស់ម៉ូម៉ូម៉ាក់ម្ដាយខ្ញុំមិនទាន់បាននិយាយអ្វីទេហើយអ្នកបានវិចខ្ចប់រួចរាល់ហើយវាគ្រាន់តែជារឿងចៃដន្យដែលយានឹងស្នាក់នៅផ្ទះរបស់យើងរយៈពេល2-3ថ្ងៃទៀតអ្នកគួរតែរកសន្តាគារដើម្បីស្នាក់នៅជាមុនសិនយើងនឹងយកវាមកវិញបន្ទាប់ពីជើងរបស់យាជាសះស្បើយតើនេះមិនបង្កបញ្ហាដល់អ្នកទេតើអ្នកអាចស្នាក់នៅបានយូរតាមដែលអ្នកចង់បានដោយរបៀបណាបន្ទាប់មកខ្ញុំចង់ស្នាក់នៅក្នុងបន្ទប់របស់ម៉ូម៉ូអ្នកមិនប្រកាន់ទេមែនទេតើគាត់អាចទុកចិត្តបានដោយរបៀបណារបួសជើងរបស់អ្នកបណ្ដាលមកពីគាត់កុំបារម្ភអីយើងខ្ញុំមិនប្រកាន់ទេមីងម៉ាក់ទៅហើយដើរតាមផ្លូវរបស់អ្នកទៅចូលប្រយ័ត្នទីបំផុតព្រះអង្គម្ចាស់និងព្រះនាងពួកគេរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គលពាក់មកុដរបស់ម៉ាក់តើវាល្អទេក្នុងការធ្វើជាព្រះនាងតូចរបស់ម្ដាយអ្នកអស់មួយជីវិតម៉ាក់ល្អក្មេងល្ងងឲ្យឆ្លងកាត់ផ្លូវដោយមិនមើលឡានតើអ្នកឈួតមែនទេបងប្រុសខ្ញុំកំពុងប្រាថ្នាចង់ស្លាប់ខ្ញុំគ្រាន់តែចង់បានសេចក្តីស្រឡាញ់របស់ម្ដាយខ្ញុំម៉ូម៉ូអ្នកសុខសប្បាយជាទេជើងរបស់ម្ដាយជ្រុកឈឺខ្លាំងណាស់ចូលយើងត្រឡប់ទៅវិញឲ្យលឿនគាត់មានជើងមួយគូជើងរបស់គាត់ល្អឥតខ្ចោះខ្ញុំមិនបានរុញគាត់តតែសោះគាត់ជាក្មេងអាក្រក់ម៉ាក់ឲ្យកូនជឿម៉ាក់ចោះគាត់គ្រាន់តែកុហកអ្នកគាត់គ្រាន់តែចង់យកអ្នកចេញពីខ្ញុំនិងប៉ាតើអ្នកកំពុងនិយាយរឿងមិនសមហេតុផលអ្វីខ្លះម៉ាក់និងប្អូនស្រីពិតជាមិនបានកុហកអ្នកទេនោះជាអ្នកកុហកដ៏ធំមួយគ្រប់គ្រាន់ហើយមើលអ្វីដែលអ្នកបានធ្វើចំពោះបុរសម្នាក់នេះតើអ្នកធ្វើអ្វីក្នុងអំឡុងពេលវិស្មការរដូវក្តៅនៅពេលដែលមានព្រឹកធ្លាក់ម៉ាក់ឲ្យម៉ាក់ពិតជាប្រើម៉ូមែនខ្ញុំម៉ាក់ឲ្យខ្ញុំពិតជាចាក់ចេញមែនប៉ាកូនលែងចង់ធ្វើជាកូនម៉ាក់ទៀតហើយកំពុងរើឡើងជាអូឡេណែងមីងស៊ូនោះជារូបថតគ្រួសាររបស់អ្នកមែនទេវាពិតជាល្អណាស់ដែលគ្រួសារនេះមួយធ្លាប់មានរូបថតគ្រួសារប៉ុន្តែចាប់តាំងពីម្ដាយខ្ញុំស្លាប់ទៅជាមានអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំងចំពោះទស្សនវិជ្ជានៅចំពោះមុខនាងខ្ញុំនឹងទៅលួងលោមនាងជាយ៉ាកុំសោកសៅអីឲ្យម៉ាក់ដោះវាចេញ
ម៉ាក់អត់អន់ឲ្យខ្ញុំនឹងប៉ាអំដំណើរកុមាររតីទៀតទៅសួនកំសាន្តដើម្បីមើលកាំជ្រួចយ៉ាងហោចណាស់ខ្ញុំនឹងញ៉ាំអាហារឲ្យឆ្អិនសិនមុនពេលទៅម៉ាក់ចាំថ្ងៃកំណើតរបស់កូនរតីទៀតភ្លេចថ្ងៃកំណើតខ្ញុំហើយថ្ងៃនេះជាថ្ងៃកំណើតរបស់អ្នកគឺជាចៅវាយប៉ុន្តែថ្ងៃនេះក៏ជាថ្ងៃកំណើតរបស់ខ្ញុំដែរខ្ញុំត្រូវបានគេធ្វើបាបម៉ាក់ខ្ញុំក៏បានឲ្យខ្ញុំសុំទោសចំពោះមនុស្សដែលធ្វើបាបខ្ញុំផងដែរបងស្រីយាយសូមអភ័យទោសខ្ញុំខុសហើយម៉ាក់ខ្ញុំមិនបានមកមន្ទីរពេទ្យដើម្បីមើលខ្ញុំទេខ្ញុំបានរងចាំគាត់ពេញមួយថ្ងៃពេញមួយយប់ម៉ូប៉ាវឈឺព្រោះអូនតើមនុស្សដែលមានសុខភាពល្អឥតខ្ចោះអាចឈឺដោយរបៀបណាតើគាត់កំពុងទៅលេងសមាជិកគ្រួសាររបស់គាត់ដែលឈឺមែនទេដូច្នេះខ្ញុំកំពុងគិតចង់ធ្វើពុតជាជំងឺម៉ាក់និងប៉ាបានចាក់ចេញដោយស្ងៀមស្ងាត់ចាប់ផ្ដើមថ្ងៃនេះអ្នកនឹងយាយហើយពូហេយើងអាចក្លាយជាគ្រួសារពិតមួយម៉ាក់ឲ្យខ្ញុំពិតជាចាក់ចេញមែនតើអ្នកអាចធ្វើបែបនេះដោយរបៀបណាទេខ្ញុំត្រូវតែទៅយកពួកគេមកវិញរួយអូនទៅណាជាងហៅបានចាក់ចេញជាមួយម៉ូម៉ូខ្ញុំនឹងទៅហើយនាំពួកគេមកវិញកុំប្រញាប់ខ្ញុំនឹងសួរជាងហៅនឹងអ្នកអតីតទៀតថាពួកគេនៅឯណាជាមុនសិនពួកគេប្រហែលជាយល់ច្រឡំអំពីយើងហើយម្ដាយរបស់ស៊ូបានផ្ញើសារមកខ្ញុំដោយស្ងាត់បងស្រីយាយខ្ញុំនិងប៉ាបានមកដល់សន្តាគារហើយខ្ញុំសង្ឃឹមថាអ្នកនឹងធូរស្រាលឆាប់ម្ដាយរបស់ស៊ូនិងពូជាងនៅស្ងៀមហើយមិនខឹងឡើយអ្នកប្រហែលជាយល់ច្រឡំហើយពាក្យទាំងនេះខ្ញុំឃើញពាក្យទាំងនេះគឺដកស្រង់ចេញពីរឿងកំ pl ែងដែលម៉ូមកបានគូពីមុនជាច្រើននៃពួកគេគឺជារឿងប្រឌិតមែនហើយរួយមើលនេះម៉ូបាននិយាយថាអ្នកគួរតែធ្វើឲ្យគាត់សុំទោសអ្នកដែលធ្វើបាបគាត់នេះប្រហែលជាសំដៅទៅលើអ្វីមួយដែលបានកើតឡើងកាលពីម្សិលមិញប៉ុន្តែតើយាយអាចធ្វើបាបម៉ូយ៉ាងដូចម្ដេចមែនហើយខ្ញុំជាមិត្តល្អបំផុតជាមួយម៉ូខ្ញុំប្រញាប់ពេកសូមទោសដែលធ្វើឲ្យអ្នកបារម្ភខ្ញុំនឹងទៅចំអិនឥឡូវនេះតើប៉ាពិតជាបានផ្ញើសារទាំងនេះដោយសម្ងាត់មែនទេយាយប៉ាប្រាប់អ្នកបច្ចេកវិទ្យាទំនើបពិតជាជឿនលឿនណាស់ម៉ាក់និងប៉ាខ្ញុំបាននាំមកវិញហើយជីតាយាយមីងល្អណាស់ដែលអ្នកបានត្រឡប់មកវិញមកនេះឲ្យលឿនមកខ្ញុំមីងជាទីស្រឡាញ់របស់ឯងអបឯងមួយខ្ញុំមិនដែលបានជួបម៉ូផងពេលខ្ញុំកំពុងសិក្សានៅបរទេសកុំប្រាប់ខ្ញុំថាអ្នកមិនដែលឃើញវាទេយើងទើបតែជួបគ្នា2-3ដងប៉ុណ្ណោះឥឡូវនេះវាល្អទាំងអស់ចាប់ពីពេលនេះទៅយើងនឹងអាចជួបម៉ូជារៀងរាល់ថ្ងៃម៉ូចង់ញ៉ាំអ្វីយាយនឹងទៅទិញវាឲ្យឯងជីតាកំពុងរាប់លុយរាប់ហាពេលខ្ញុំចាក់ចេញពីអ្នកនោះគឺជាការសម្រេចចិត្តដ៏ល្អបំផុតដែលខ្ញុំធ្លាប់ធ្វើក្នុងជីវិតរបស់ខ្ញុំតើនេះជាអ្វីឯកសារត្រួតពិនិត្យម៉ាក់សៀវភៅតើអ្នកអាចជួយខ្ញុំបានទេខ្ញុំនឹងទៅឥឡូវនេះមិនអាចគេងលក់ទេថ្មីនេះក្រុមហ៊ុនបានសម្របសម្រួលខ្ញុំមិនអាចគេងលក់ស្រួលទេបន្ទាប់មកខ្ញុំនឹងប្រាប់អ្នកពីរឿងមួយខ្ញុំមិនមែនជាក្មេងទេអ្នកប៉ះខ្ញុំចំពោះខ្ញុំពួកគេនៅតែជាក្មេងជានិច្ចកាលពីព្រេងនាយមានព្រះមហាក្សត្រមួយព្រះអង្គគាត់ពិតជាចង់បានកូនមែនក្រោយមកខ្ញុំនិងប៉ាក៏ងុយគេងទៅហេតុអ្វីបានជាអ្នកនៅតែចង់ម៉ាក់មិនអាចគេងលក់ទេប៉ាកំពុងធ្វើឲ្យម៉ាក់ងុយគេងម៉ាក់ឲ្យក្បាលកូនឈឺទៀតហើយមែនទេខ្ញុំបានម៉ាសាក្បាលម្ដាយខ្ញុំក្រោយមកព្រះមហាក្សត្រីយានីបានប្រសូតបានបុត្រីតូចមួយអង្គកុំធ្វើបាបខ្ញុំអីអ្នកទាំងពីរខ្ញុំមិនអាចគេងលក់ដោយគ្មានអ្នកទាំងអស់គ្នាបានទេបើដូច្នោះចូលយើងក្លាយជាគ្រួសារមួយដែលមិនដែលបែកគ្នាយល់ព្រមហេតុអ្វីបានជាយើងមិនទាន់បានរៀបអ្វីពីជាងហៅពេញមួយថ្ងៃសួស្ដីអ្នកប្រើប្រាស់ដែលអ្នកកំពុងព្យាយាមតាក់ទងមិនអាចប្រើបានជាបណ្ដោះអាសន្នតើជាងហៅកំពុងព្យាយាមធ្វើអ្វីឲ្យប្រាកដគ្រប់គ្រាន់ហើយ
ខ្ញុំគិតថាខ្ញុំពិតជាបានធ្វើអ្វីមួយចំពោះអ្នកនៅថ្ងៃនេះថ្មីនេះខ្ញុំហាក់ដូចជាមិនអើពើនឹងមុំបន្តិចព្រឹកមិញប្តីខ្ញុំញ៉ាំអ្វីប្រពន្ធខ្ញុំបានញ៉ាំអាហារពេលព្រឹកហើយម៉ាក់ខ្ញុំយកទឹកដោះគោមកឲ្យអ្នកហើយប៉ុណ្ណឹងហើយអរគុណអូនសម្លាញ់មានអារម្មណ៍ថាដូចជាយូរណាស់មកហើយចាប់តាំងពីខ្ញុំបានត្រឡប់មកផ្ទះវិញខ្ញុំបានញ៉ាំជាមួយពួកគេជំនួយការចេនសូមពិនិត្យឲ្យខ្ញុំផងតើជាងហៅនឹងមកបានស្នាក់នៅសន្តាគារមួយណាប្រាប់ពួកគេពេលអ្នករកឃើញវាខ្ញុំបានញ៉ាំអាហារថ្ងៃត្រង់ជាមួយពួកគេមិនអីទេខ្ញុំនឹងពិនិត្យមើលវាភ្លាមតើមានអ្វីកើតឡើងចំពោះស៊ូជីប្តីរបស់អ្នកមិនបានចូលសន្តាគារនៅហៃស៊ីកាពីម្សិលមិញទេអ្វីមានអ្វីខុសខ្ញុំអាចរកឃើញតែកំណត់ត្រាចុះឈ្មោះចូលសន្តាគារនៅទីនេះប៉ុណ្ណោះរកមិនឃើញកំណត់ត្រាជួលទេវាអាចទៅរួចដែលថាប្តីរបស់អ្នកបានជួលអាផាតមិនជួលបន្តខ្ញុំរកវាមិនឃើញទេជាងហៅតែងតែសន្សំសំចៃខ្លាំងគ្មានអ្វីខុសទេលោកជាងហៅអ្នកមិនដែលទៅយូរយ៉ាងនេះទេដោយមិនបានតាក់ទងមកខ្ញុំស្វាមីហេតុអ្វីបានជាគ្មានអាហារតតែសោះទៅចំអែនខ្ញុំឃ្លានណាស់ខ្ញុំនឹងធ្វើវាភ្លាមតើខ្ញុំអាចអនុញ្ញាតឲ្យអ្នកចំអិនដោយរបៀបណាចុះបើខ្ញុំកំងយកទៅញ៉ាំខាងក្រៅវិញយ៉ាងម៉េចដែរមិនអីទេអ្នកនឹងឆាប់ជាសះស្បើយដោយអចេតនាជាងហ៊ូនិងអ្នកអតីតទៀតមិនដែលតាក់ទងមកខ្ញុំសំបីតែម្ដងជំនួយការចេញលោកស៊ូខ្ញុំនឹងចេញទៅក្រៅមួយផ្លែតសូមជួយខ្ញុំជាមួយអ្វីមួយលោកស៊ូតើអ្នកនឹងទៅណាមានកិច្ចប្រជុំមួយទៀតនៅពេលក្រោយទៅផ្លូវបន្ទាប់លោកស្រីអ្នកនាងកំពុងស្វែងរកអ្នកណាសូមទូរស័ព្ទទៅជាងហៅខ្ញុំជាប្រពន្ធរបស់គាត់មីងជាងមិនដឹងទេថាគាត់លាលែងពីតំណែងតើអ្នកដឹងទេថាគាត់បានទៅណាព្រះអង្គម្ចាស់អាយតើអ្នកដឹងទេថាជាងហៅបានទៅណាបន្ទាប់ពីគាត់លាលែងពីតំណែងអូនថ្លៃស្រីឯងមិនបានទៅជាមួយជាងហៅទេកន្លែងដែលត្រូវទៅលោកជាងហៅបាននិយាយនៅពេលដែលលោកលាលែងពីតំណែងខ្ញុំនឹងមិនធ្វើវាម្ដងទៀតទេខ្ញុំមិនដឹងច្បាស់ថាយើងនឹងទៅណាទេម៉ាក់និងប៉ាបានចាក់ចេញដោយស្ងៀមស្ងាត់នាងពិតជាភរិយារបស់ជាងហៅហេតុអ្វីបានជាអ្នកមិនដឹងថាលោកគ្រូជាងបានលាលែងពីតំណែងវាហាក់ដូចជាយូរណាស់មកហើយចាប់តាំងពីខ្ញុំបានឃើញម៉ូគូរូបម្ដាយតើអ្នកទាំងអស់គ្នាបានទៅណាហើយម៉ាក់បារម្ភខ្លាំងណាស់ស៊ូម៉ាម៉ាម៉ាក់របស់ស៊ូជាជាវមិនទាន់ចេញពីសាលារៀនទេមែនទេឯងមកធ្វើអ្វីនៅទីនេះតាំងពីព្រលឹមម្លេះជាវនៅស្ងៀមស្មានដោយស្ងៀមស្ងាត់ថាមានអ្វីកើតឡើងចំពោះសាលង្លេតើគាត់មិនបានមកសាលាម្ដាយឲ្យទេអ្នកទាំងពីរមិនតែងតែតាក់ទងគ្នាទេមែនហើយគឺពូជាងជារឿយកិច្ចថ្នាក់ដោយស្ងាត់ដូច្នេះខ្ញុំមិនបានប្រាប់អ្នកទេជាងហៅបានរំលងថ្នាក់រៀនជាមួយម៉ូនិយាយបែបនេះដរាបណាខ្ញុំប្រាប់អ្នករឿងនេះគាត់នឹងមិនលេងជាមួយខ្ញុំទៀតទេឥតប្រយោជន៍មានបញ្ហាអ្វីជាមួយជាងហៅថ្មីនេះលោកគ្រូសិនម៉ាក់របស់ម៉ូដោយស្ងៀមស្ងាត់ខ្ញុំហៀបនឹងសួរអ្នកអំពីស្ថានភាពរបស់ម៉ូមានរឿងអ្វីកើតឡើងចំពោះម៉ូតើប៉ារបស់ម៉ូមិនបាននិយាយថាម៉ូឈឺទេខ្ញុំបានរៀបចំឲ្យកូនរបស់ខ្ញុំឈប់សម្រាកពីសាលារៀនកាលពី1សប្តាហ៍មុនអ្នកមិនដឹងទេការឈប់សម្រាកដោយសារជំងឺតើនេះជាជំងឺប្រភេទអ្វីឪពុករបស់ម៉ូមិនបាននិយាយទេប៉ុន្តែអ្នកមិនមែនជាម៉ាក់របស់ម៉ូទេម្ដេចក៏មិនដឹងថាកូនឈឺខ្ញុំឈឺដោយស្ងៀមស្ងាត់ដោយសារតែអ្នកតើមនុស្សដែលមានសុខភាពល្អឥតខ្ចោះអាចឈឺដោយរបៀបណាតើគាត់ឃើញថាយាយឈឺទេដូច្នេះខ្ញុំកំពុងគិតចង់ធ្វើពុតជាជំងឺខ្ញុំមិនដឹងអ្វីទាំងអស់អ្នកក្នុងនាមជាម្ដាយដែលស្ងាត់ស្ងៀមយើងគួរតែយកចិត្តទុកដាក់បន្ថែមទៀតចំពោះកុមារតើមានអ្វីកើតឡើងមកបានជួបគ្នាដោយសារតែពីលើកមុនប៉ារបស់គ្រូដល់មកចូលរៀនហើយវីដេអូទាំងអស់ឲ្យអ្នកមើលហើយមែនទេតើវាជាវីដេអូអ្វីគ្រូនាំអ្នកទៅថ្នាក់តើជាងហៅបាននាំម៉ូទៅណាពិតប្រាកដប៉ាប្រភេទណាប៉ាត្រូវបានម៉ូចាញ់ដូច្នេះតើអ្នកណាដែលមិនទាន់ចាញ់ដោយស្ងៀមស្ងាត់នៅពេលនេះមីងបន្ទាប់មកអនុញ្ញាតឲ្យខ្ញុំដែលជាព្រះមហាក្សត្រប្រយុទ្ធជាមួយព្រះនាងម៉ូអ្នកទាំងពីរឲ្យបន្ថយល្បឿនបន្តិចខ្ញុំបែកញើសពេញខ្លួនដោយសាររត់បាក់គុំឲ្យផ្ដាសាយអីវាជាយូរណាស់មកហើយចាប់តាំងពីខ្ញុំមានសុភមង្គលបែបនេះស៊ូជីរងបន្ទាប់ពីចាក់ចេញពីអ្នកដោយស្ងៀមស្ងាត់ខ្ញុំលែងត្រូវបង្ខំខ្លួនឯងឲ្យមានភាពសមហេតុផលទៀតហើយស៊ូស្ដីលោកស៊ូបានរកឃើញប្តីរបស់អ្នកបានកក់សម្បុត្រយន្តហោះទៅទីក្រុងប៉េកាំងកាលពី1សប្តាហ៍មុនអ្វីនៅមានច្រើនទៀតនិយាយឲ្យលឿនខ្ញុំទើបតែទទួលបានឯកសារមួយអ្នកផ្ញើគឺស្វាមីរបស់អ្នកគឺលោកជាងហៅឯកសារអ្វីបាតចាសកិច្ចព្រមព្រៀងលែងលេះតើវាអាចទៅរួចទេ
ខ្ញុំពិតជាបានបាត់បង់ជាងហៅនឹងម៉ូម៉ូមែនលោកប្រធានាធិបតីស៊ូលោកប្រធានាធិបតីស៊ូអ្នកសុខសប្បាយជាទេជំនួយការចេនសូមជួយខ្ញុំស្វែងរកជើងហោះហើរដំបូងបំផុតទៅកាន់ទីក្រុងប៉េកាំងអាយរួយតើអ្នកប្រញាប់ទៅណាមីងយូពិតជាដើរចេញទៅដោយស្ងៀមស្ងាត់មែនខ្ញុំនឹងទៅគ្រួសារគីមដើម្បីរកពួកគេម្ដាយជ្រូកអ្នកមិនទាន់ថតរូបគ្រួសារដែលអ្នកបានសន្យាជាមួយយើងទេតោះថតឲ្យចប់មុនពេលយើងចេញដំណើរយកទេជាម៉ាក់របស់ស៊ូជាទីស្រឡាញ់របស់ខ្ញុំមានរឿងសំខាន់ជាងនេះទៅទៀតដែលត្រូវធ្វើឥឡូវនេះខ្ញុំនឹងជួយអ្នកជាមួយវានៅពេលខ្ញុំត្រឡប់មកវិញមិនអីទេទោះបីជាម៉ាក់ស៊ូបានយល់ព្រមរួចហើយក៏ដោយប៉ុន្តែយ៉ាងណាមិញខ្ញុំមិនមែនជាកូនដ៏ស្រស់ស្អាតរបស់ស៊ូម៉ាម៉ាទេវាជារឿងធម្មតាទេដែលម្ដាយរបស់ស៊ូស្រឡាញ់ម៉ូច្រើនជាងរួយតើជើងហោះហើររបស់អ្នកម៉ោងប៉ុន្មានប្រសិនបើមានពេលគ្រប់គ្រាន់ចូលយើងថតរូបឲ្យចប់មុនពេលចាក់ចេញតើអ្នកណាដឹងថាអ្នកនឹងទៅយូរប៉ុណ្ណានៅពេលដែលអ្នកចាក់ចេញខ្ញុំខ្លាចថាយាយនឹងបង្កភាពចលាចលមិនអីទេខ្ញុំនឹងមើលថាយើងដូចជាគ្រួសារថតចប់មុនពេលខ្ញុំចាក់ចេញយន់ខ្ញុំនឹងទៅឥឡូវនេះទៅមុខហើយត្រូវប្រុងប្រយ័ត្នសួស្តីតើក្រុមហ៊ុនណាដែលជួបបញ្ហាជាវយ៉ាងសូមគិតអំពីវិធីបង្កបញ្ហាខ្លះដល់ក្រុមហ៊ុនរបស់ស៊ូជារួយស៊ូជារួយនិងហ៊ីឡូគាត់មិនមែនជាមិត្តរបស់អ្នកទេគ្រាន់តែធ្វើតាមអ្វីដែលគាត់និយាយយល់ទេតើអ្នកត្រូវការកិច្ចព្រមព្រៀងធំប៉ុណ្ណាគ្រាន់តែទុកវាឲ្យលេចវាគួរឲ្យអាណិតណាស់ដែលអ្នកមិនចាំបាច់ធ្វើអ្វីទាំងអស់យកព្រមតើមានអ្វីកើតឡើងចំពោះរួយមានអ្វីមួយកើតឡើងចំពោះក្រុមហ៊ុនរបស់អ្នកទេរឿងក្រុមហ៊ុនត្រូវតែខ្ញុំដោះស្រាយនោះគឺជាងហៅនឹងក្រុមរបស់គាត់អ្នកនឹងស្នាក់នៅពី3ថ្ងៃមុនពេលទៅទីក្រុងប៉េកាំងជាងហៅនឹងក្រុមរបស់គាត់ក៏មិនអាចរត់គេចខ្លួនបានដែររឿងក្រុមហ៊ុនមានសារៈសំខាន់ខ្ញុំនឹងទៅក្រុមហ៊ុនជាមួយអ្នកជាមុនសិននេះជាអ្វីទាំងអស់ដែលអ្នកអាចធ្វើបានតោះទៅជីយ៉ាប៉ានឹងរក្សារូបថតគ្រួសារឲ្យមានសុវត្ថិភាពសម្រាប់អ្នកយកព្រមទេជាងហៅ Express មកដល់ហើយអរគុណលោកពូតើប៉ាបានទិញអ្វីមិនចង់ឃើញទេដោយស្ងៀមស្ងាត់ទៅខាងឆ្វេងបន្តិចទៅខាងស្ដាំគឺល្អជាងដូច្នេះមីងស៊ូបានត្រឡប់មកវិញហើយរួយខ្ញុំគ្រាន់តែដាក់ទូរស័ព្ទចុះហើយលួងលោមនាងបន្តិចជីយ៉ាខ្ញុំនឹងដោះវាចេញភ្លាមពេលពួកគេត្រឡប់មកវិញអ្នកប្រហែលជាមិនប្រកាន់ទេមែនទេល្អខ្ញុំបានដោះស្រាយកិច្ចការក្រុមហ៊ុនរួចរាល់ហើយខ្ញុំក៏ត្រឡប់មកយកអីវ៉ាន់វិញខាងយាយខ្ញុំអាចមើលថែយាយដោយខ្លួនឯងបានបន្ទាប់មកខ្ញុំនឹងជូនអ្នកទៅប្រលានយន្តហោះខ្ញុំនឹងទៅដែរយាយសុខសប្បាយជាទេជើងខ្ញុំឈឺណាស់រួយប្រញាប់ទៅប្រលានយន្តហោះខ្ញុំអាចមើលថែយាយដោយខ្លួនឯងបាននោះនឹងមិនធ្វើទេជីយ៉ាបានរងរបួសយ៉ាងស្ងៀមស្ងាត់រួចទៅហើយរបួសឥឡូវកាន់តែធ្ងន់ធ្ងរឡើងហើយក្នុងនាមជាម្ដាយដែលនៅស្ងៀមខ្ញុំពិតជានឹងទទួលខុសត្រូវទាំងស្រុងខ្ញុំនឹងទៅមន្ទីរពេទ្យជាមួយអ្នកមកយឺតដូច្នេះអ្វីដែលអ្នកចង់មានន័យគឺតើវានៅតែជាការប្រជុំស្ងាត់ឬការព្យាបាលយកព្រមខ្ញុំយល់ហើយអ្វីដែលគ្រូពេទ្យបាននិយាយគ្រូពេទ្យបាននិយាយថាវាជាមន្ទីរពេទ្យដដែលខ្ញុំស្គាល់ស្ថានភាពរបស់ម៉ូម៉ូច្បាស់ណាស់លើពីនេះមណ្ឌលសុខភាពស្ថិតក្នុងចំណោមមណ្ឌលល្អបំផុតនៅក្នុងប្រទេសខ្ញុំសូមទោសឲ្យត្រឡប់ទៅវិញលោកគ្រូតូចខ្ញុំមានគម្រោងនាំម៉ូម៉ូត្រឡប់ទៅហៃស៊ីវិញបន្ទាប់មកខ្ញុំនឹងត្រឡប់ទៅជាមួយអ្នកវិញវិធីនេះមនុស្សកាន់តែច្រើនអាចមើលថែម៉ូម៉ូល្អសូមទោសដែលបានរំខានអ្នកច្រើនយ៉ាងនេះក្នុងរយៈពេល2ថ្ងៃកន្លងមកនេះខណៈដែលយាយកំពុងសម្រាប់ព្យាបាលនៅមន្ទីរពេទ្យចូលយើងកុំនិយាយអំពីរឿងនេះលោកជាងហៅតើយើងនៅឯណាប៉ាម្ដាយជីវហៅតើអ្នកកំពុងធ្វើអ្វីនៅទីនេះព្រះសង្ឃគាត់ជានរណាហេតុអ្វីបានជាមេងហៅគាត់ថាម៉ាក់អ្នកបានបាត់ខ្លួនអស់រយៈពេលជាច្រើនថ្ងៃដូច្នេះអ្នកនៅជាមួយគាត់មែនទេអ្នកយល់ច្រឡំខ្ញុំហើយតើអ្នកយល់ច្រឡំអ្វីតើអ្នកគិតថាខ្ញុំជាស្រីកំណាន់មែនទេខ្ញុំប្រាប់អ្នកម៉ូម៉ូជាកូនស្រីរបស់ខ្ញុំដរាបណាខ្ញុំនៅរស់អ្នកនឹងមិនអាចយកនាងបានឡើយកុំធ្វើជាមនុស្សមិនសមហេតុផលខ្ញុំនិងម៉ូម៉ូលែងមានអ្វីពាក់ព័ន្ធនឹងអ្នកទៀតហើយម៉ូម៉ូគឺជាម្ដាយបង្កើតរបស់ខ្ញុំហេតុអ្វីបានជាវាគួរតែល្អគ្រាន់តែដោយសារតែអ្នកនិយាយដូច្នេះអ្នកមិនដឹងថាអ្នកបានធ្វើអ្វីដាក់ម៉ូម៉ូទេអ្នកបានអានកំណត់ហេតុប្រចាំថ្ងៃរបស់គាត់តើអ្នកមិនមានទោសសំបីតែបន្តិចទេទោះបីជាខ្ញុំធ្វើប្រហែសម៉ូម៉ូក្នុងអំឡុងពេលនេះក៏ដោយប៉ុន្តែតើអ្នកមានសិទ្ធិអ្វីមករិះគន់ខ្ញុំបន្ទាប់ពីអ្នកអញ្ជើញខ្ញុំចេញតើអ្នកហ៊ានមានទំនាក់ទំនងស្នេហាទេអ្នកមិនស័ក្តិសមធ្វើជាប៉ារបស់ម៉ូម៉ូទេខ្ញុំបាននិយាយរួចហើយថាជាស្នេហាដំបូងរបស់តែជាមិត្តភក្តិនឹងគ្នាបានត្រឡប់មកវិញហើយប្រញាប់ធ្វើជាម្ដាយចុងរបស់អ្នកណាតើអ្នកមិនចង់បានការលែងលះទេយកព្រមខ្ញុំយកស្របប៉ុន្តែម៉ូម៉ូត្រូវតែជារបស់ខ្ញុំហេតុអ្វីបានជាកញ្ញាស៊ូត្រូវធ្វើពុតជាឆក់វាខ្ញុំមិនចង់ទៅទេប្រសិនបើអ្នកខ្វល់ពីម៉ូម៉ូគាត់នឹងមិនចាក់ចេញពីអ្នកហើយនៅស្ងៀមទេនេះមិនមែនជាកន្លែងរបស់អ្នកទេកង់ទី3តូចរបស់អ្នកស្ងាត់តាមខ្ញុំមកកុំប៉ះនាងអីអ្នកនាងលែងនាងទៅខ្ញុំមិនចង់ទៅជាមួយអ្នកទេម៉ូម៉ូមើលខ្ញុំផងខ្ញុំជាម៉ាក់វាមិនមែនជាម៉ាក់របស់ខ្ញុំទេវាជាមីងរបស់ខ្ញុំ
ម៉ូហេតុអ្វីបានជាអ្នកលេងស្គាល់ខ្ញុំទៀតតើគាត់បានបង្រៀនអ្នកអំពីរឿងនោះទេកញ្ញាឃីវពិតជាមានការចងចាំមិនល្អមែនអ្នកណាបង្រៀនអ្នកឲ្យភ្លេចម៉ូតើមានអ្វីកើតឡើងចំពោះរួយមានអ្វីកើតឡើងជាងហៅបានក្បត់ប្រពន្ធរបស់គាត់ចង់លួចយកម៉ូទៅឆ្ងាយជាងហៅអ្នកខុសហើយទោះបីជាអ្នកមានស្នេហាថ្មីក៏ដោយរួយក៏គួរតែដឹងដែរតើអ្នកអាចបាត់ខ្លួនយូរប៉ុណ្ណាដោយមិននិយាយអ្វីមួយម៉ាត់រួយព្រួយបារម្ភឈប់ធ្វើពុតជាមនុស្សល្អនៅទីនេះទៅតើអ្នកមិនគ្រោងយក Shujialay ទៅឆ្ងាយទេខ្ញុំលែងចង់បានម៉ូទៀតហើយតើវាមិនអីទេបើខ្ញុំឲ្យវាទៅអ្នកដោយឥតគិតថ្លៃបងប្រុសនិងឪពុកបងប្រុសច្បងពួកគេហៅគ្នាថាបងប្រុសយ៉ាងស្និទ្ធស្នាលតើយើងបានបិទនៅពេលណាចេញទៅអូនជាមនុស្សស្រីមិនល្អអស់ចាស់មែនតើអ្នកអាចនិយាយបែបនេះទៅកាន់ម្ដាយរបស់អ្នកដោយរបៀបណាត្រឡប់ទៅវិញជាមួយម៉ាក់ដោយស្ងាត់យល់ព្រមទេយើងមិនអើពើនឹងអ្នកពីមុនទេចុះយើងវិញចង់សងគុណអ្នកវិញនៅថ្ងៃអនាគតទេអ្នកមិនមែនជាម្ដាយរបស់ខ្ញុំទេអ្នកគឺជាម្ដាយរបស់យាយអ្នកជាម៉ាក់របស់ជីអ្នកជាម៉ាក់របស់ជីស្វែងរកអង្គភាពយោធាមួយហើយនាំនាងទៅជួបគ្រូពេទ្យឲ្យបានរហ័សតើមានអ្វីខុសជាមួយយើងបង្ហាញខ្ញុំស៊ីរុយអ្នកមិនចាំបាច់អរគុណខ្ញុំច្រើនទេខ្ញុំបារម្ភថាមេងប្រហែលជាមិនអីទេតើខ្ញុំគួរត្រឡប់ទៅវិញមុនទេខ្ញុំបារម្ភខ្ញុំត្រូវទៅពិនិត្យមើលអ្នកសិនអ្នកនៅតែត្រូវបងវិកយបត់ដូច្នេះខ្ញុំនឹងត្រឡប់ទៅវិញមុនបើមិននិយាយមួយម៉ាត់សោះហើយទូរស័ព្ទទៅបានប្រយោជន៍អ្វីវិជ្ជាបណ្ឌិតនេះគឺជានាយកដ្ឋានចិត្តវិជ្ជាកុមារតើអ្នកបានទៅកន្លែងខុសមែនទេតើកុមារនោះមានជំងឺអ្វីយើងនឹងមិនបង្ហាញភាពឯកជនរបស់អ្នកជំងឺទេមិនអាចច្របាច់ចេញបានទេលោកគ្រូពេទ្យខ្ញុំជាម្ដាយរបស់ក្មេងនោះម្ដាយលើកមុនកូនឈឺធ្ងន់រហូតដល់ត្រូវសម្រាប់ព្យាបាលនៅមន្ទីរពេទ្យហេតុអ្វីបានជាអ្នកមិនមកមន្ទីរពេទ្យការសម្រាប់ព្យាបាលនៅមន្ទីរពេទ្យតើវាអាចធ្ងន់ធ្ងរយ៉ាងនេះដោយរបៀបណាប្រសិនបើអ្នកពិតជាម្ដាយរបស់កូនមែនតើគាត់អាចមិនដឹងថាឪពុកបង្កើតរបស់គាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយរបៀបណាចេញទៅកុំជ្រៀតជ្រែកជាមួយការព្យាបាលរបស់អ្នកដទៃលោកគ្រូពេទ្យខ្ញុំជាម្ដាយរបស់ក្មេងមែនរួយខ្ញុំមិនដឹងថាមេញនឹងម៉ូឈឺនឹងសម្រាប់ព្យាបាលនៅមន្ទីរពេទ្យពីមុនមកទេខ្ញុំមិនដឹងថាខ្ញុំមានជំងឺអ្វីទេខ្ញុំពិតជាមិនមែនជាម្ដាយល្អទេកុំបារម្ភអីខ្ញុំមានមិត្តភ័ក្តិនៅមន្ទីរពេទ្យនេះខ្ញុំទៅតែសួរអំពីម៉ូជំនួសអ្នកសុខសប្បាយជាទេគាត់បាននិយាយថាម៉ូសុខសប្បាយទេហើយគាត់បានជាសះស្បើយរួចហើយថ្ងៃនេះខ្ញុំនៅទីនេះសម្រាប់ការត្រួតពិនិត្យសុខភាពបន្តល្អណាស់ពាក្យផ្អែមល្ហែមអរគុណប្រសិនបើវាមិនមែនសម្រាប់អ្នកទេខ្ញុំមិនដឹងថាត្រូវធ្វើអ្វីលើនេះទេអ្នកដឹងទេជាងហៅក៏នៅស្ងៀមដែរខ្ញុំបានជាសះស្បើយហើយមិនបានប្រាប់អ្នកផងតើនេះមិនធ្វើឲ្យអ្នកព្រួយបារម្ភដោយឥតប្រយោជន៍ទេខ្ញុំឈប់ខ្វល់យូរហើយក្រៅពីថ្នាំជំរុញចំណង់អាហារអនុញ្ញាតឲ្យកុមារធ្វើអ្វីដែលគាត់នាងចង់បានបង្កើតចំណង់ចំណូលចិត្តមួយចំនួនវាជួយយ៉ាងខ្លាំងដល់ការជាសះស្បើយរបស់កុមារអូនសម្លាញ់មានអ្វីចង់ធ្វើទេប៉ាលួចចង់ចូលរួមក្នុងការប្រកួតការអាពាហ៍ពិពាហ៍របស់ទីក្រុងប៉ុណ្ណឹងហើយតើគ្រូថ្នាក់មតៃឲ្យរបស់អ្នកបានសុំឲ្យអ្នកចូលរួមក្នុងរឿងនោះដែរឬទេគំនូរនោះដើមឡើយត្រូវបានបំរុងទុកសម្រាប់ Nelia អំណោយសម្រាប់ម៉ាក់និងមីងប៉ុន្តែទោះបីជាយើងបែកគ្នាក៏ដោយយើងនៅតែចង់បញ្ចប់វាប៉ាល្អនាំអ្នកទៅចូលរួមជំនួយការចេញតើអ្នកប្រកាសទេយើងនឹងចូលរួមក្នុងការប្រកួតប្រជែងធ្វើបទបង្ហាញរបស់ទីក្រុងមែនទេយល់ព្រមខ្ញុំយល់ហើយស៊ូម៉ាម៉ាចាតើអ្នកបានឃើញទេម៉ាក់ស៊ូម៉ាក់ប្រកាសជាមកមើលការប្រកួតរបស់ខ្ញុំមែនទេខ្ញុំដឹងថាអ្នកនឹងសប្បាយចិត្តបំផុតជាមួយខ្ញុំអស់ចាមែនវាជាខ្ញីចិញ្ច្រាំនោះគ្រាន់តែនិយាយថាអ្នកមិនដែលឃើញវាពីមុនមកទេអ្នកគួរតែទុកចិត្តខ្ញុំដែរម៉ាក់កុំបារម្ភអីជាមួយខ្ញុំនៅទីនេះខ្ញុំនឹងធ្វើឲ្យបំណងប្រាថ្នារបស់ពួកគេខ្លាយជាការពិតខ្ញុំមិនយឺតពេលទេមែនទេម្ដងទៀតជាងហៅតើអ្នកចង់មានន័យយ៉ាងណាអ្នកមិនបានអញ្ជើញខ្ញុំឲ្យចូលរួមការប្រកួតគូរូបដោយស្ងៀមស្ងាត់ទេអ្នកហៅគាត់ខ្ញុំជាម៉ាក់ដែលស្ងាត់ស្ងៀមសូមអភ័យទោសខ្ញុំគិតថាអ្នករវល់ជាមួយនរណាម្នាក់ហើយគ្មានពេលម៉ូក៏បានមកចូលរួមក្នុងការប្រកួតផងដែរមាត់របស់អ្នកនៅតែមានអំដំណើរពួកគេពេលយើងទៅល្អណាស់ហេតុអ្វីយើងមិនទៅជាមួយគ្នាសួស្ដីអ្នកទាំងអស់គ្នាការប្រកួតរបស់យើងចាប់ផ្ដើមឥឡូវនេះនេះជាស្នាដៃរបស់ក្មេងតូចជាងម៉ូសូមស្វាគមន៍ជាងម៉ូតូចមកកាន់ឆាកម៉ូតើអ្នកអាចប្រាប់យើងបានទេតើស្នាដៃសិល្បៈរបស់អ្នកមានឈ្មោះអ្វីឈ្មោះគំនូររបស់ខ្ញុំគឺម៉ាក់ល្អឥតខ្ចោះបន្ទាប់មកសូមស្វាគមន៍ឪពុកម្ដាយរបស់ម៉ូឡើងលើឆាកសួស្ដីអ្នកទាំងអស់គ្នាខ្ញុំជាឪពុកម្ដាយរបស់ម៉ូគំនូរដែលខ្ញុំបានគូរដោយស្ងាត់គឺជាគំនូររបស់អ្នកមែនទេពួកគេមើលទៅស្រដៀងគ្នាខ្លាំងណាស់ល្អបន្ទាប់សូមស្វាគមន៍ម៉ូនិងឪពុកម្ដាយរបស់នាងអនុញ្ញាតឲ្យខ្ញុំចុះពីលើឆាកហើយសម្រាប់មួយរយៈចូលយើងពិនិត្យមើលស្នាដៃបន្ទាប់
បន្ទាប់ពីការឲ្យពិន្ទុជាច្រើនជុំដោយគណៈកម្មការវិនិច្ឆ័យរបស់យើងក្រុមចុងក្រោយដែលឡើងទៅវគ្គផ្ដាច់ព្រាត់គឺម៉ូម៉ូនិងគាត់ជាយ៉ាជុំផ្ដាច់ព្រាត់ឪពុកម្ដាយដែលមានវត្តមាននៅក្នុងព្រឹត្តិការណ៍នេះនឹងបោះឆ្នោតនិងដាក់ពិន្ទុលើលទ្ធផលមនុស្សគ្រប់គ្នាបានដាក់បាល់ប៉េងប៉ុងដែលតំណាងឲ្យការបោះឆ្នោតបញ្ចូលគំនូរដែលអ្នកចូលចិត្តកម្លាំងដូចគ្នានៅម្ខាងកីឡាករដែលមានពិន្ទុខ្ពស់ជាងគេនឹងទទួលបានចំណាត់ថ្នាក់លេខ1ក្នុងការប្រកួតនេះការប្រកួតកំពុងចាប់ផ្ដើមឥឡូវនេះការបោះឆ្នោតចុងក្រោយមួយចូលយើងពិនិត្យមើលតើកូនណានឹងឈ្នះរួយអ្នកដឹងហើយខ្ញុំចង់ឈ្នះការប្រកួតនេះយូរមកហើយសួស្តីអ្នកទាំងអស់គ្នាខ្ញុំជាឪពុកម្ដាយរបស់ម៉ូម៉ូគំនូរដែលខ្ញុំបានគូរដោយស្ងាត់គឺជាគំនូររបស់អ្នកមែនទេពួកគេមើលទៅស្រដៀងគ្នាខ្លាំងណាស់ហេតុអ្វីម៉ាក់របស់អ្នកគូរូបឲ្យអ្នកខ្ញុំជាអ្នកដែលត្រូវបានមើលថែដោយស្ងៀមស្ងាត់ខ្ញុំបានដឹងវាប៉ាខ្ញុំឈ្នះហើយខ្ញុំឈ្នះហើយគ្រាន់តែប្រើជើងរបស់អ្នកបងស្រីឲ្យជើងរបស់អ្នកជាឲ្យជាអ្នកដែរទោះបីជាអ្នកឈ្នះក៏ដោយកុំភ្លេចថាអ្នកនៅតែមានរបួសនៅលើជើងរបស់អ្នកសូមអរគុណម្ដាយរបស់ស៊ូដែលបានបោះឆ្នោតឲ្យយាយជារវល់នឹងសកម្មភាពនោះខ្លាំងពេករហូតភ្លេចពីជើងដែលរបួសរបស់នាងមិនអីទេសូមអបអរសាទរគាត់យាបានឈ្នះចំណាត់ថ្នាក់លេខ1ក្នុងការប្រកួតនេះឥឡូវប្រកាសការប្រកួតហើយចាំមួយផ្លែតមានអ្វីខុសខ្ញុំចង់ផ្ដល់គំនូរនេះទៅនរណាម្នាក់ខ្ញុំនឹងមិនអនុញ្ញាតទេខ្ញុំមិនអនុញ្ញាតឲ្យអ្នកផ្ញើវាទេខ្ញុំហាមអ្នកមិនឲ្យផ្ញើឪពុកម្ដាយនេះទេប៉ាម៉ាក់ស៊ូប៉ាម៉ាក់មិនទៅឆ្ងាយពេកទេតើការគូររូបដោយស្ងៀមស្ងាត់គ្មានតម្លៃនៅក្នុងក្រសែភ្នែករបស់អ្នកទេប៉ាខ្ញុំចង់ទៅផ្ទះវិញប៉ានឹងនាំអ្នកទៅឆ្ងាយម៉ាក់ស៊ូនេះជាគំនូររបស់ម៉ាក់សម្រាប់ម៉ាក់មានគំនូររបស់យើងទាំង3នាក់នៅជុំវិញផងដែរសូមអរគុណយាយខ្ញុំស្រឡាញ់ខ្លាំងណាស់តើអ្នកកំពុងទៅណាវាមិនមែនជារឿងរបស់អ្នកទេដោយវិធីនេះឯកសារលែងលះនឹងត្រូវចុះហត្ថលេខាហើយប្រគល់ឲ្យខ្ញុំនៅដើមខែតុលាកុំបារម្ភអីខ្ញុំមិនចង់បានអ្វីនៅខែតុលាទេដរាបណាការឃុំឃាំងត្រូវបានរក្សាទុកឲ្យនៅស្ងៀមអ្នកគ្រាន់តែអាចស្រមៃថាបាននៅជាមួយក្រុមគ្រួសារខ្ញុំនៅផ្ទះជប់ធ្វើពុតទៅវាលាក់ពុតពេកហើយតើអ្នកចង់មានន័យយ៉ាងណាតោះនិយាយគ្នានៅខាងក្រៅរួយទៅផ្ទះមិនអីទេវាមិនសមនឹងខឹងនឹងជាងហៅទេខ្ញុំដឹងថាខ្ញុំគ្រាន់តែគិតថាគាត់ផ្លាស់ប្ដូរលឿនពេករួយតាមពិតទៅខ្ញុំតែងតែចង់ត្រឡប់ទៅរកសភាពដើមរបស់អ្នកវិញរួមទាំងយាយគាត់ក៏ចូលចិត្តអ្នកខ្លាំងណាស់ដែរប្រហែលជាយើងទាំង3នាក់អ្នកអាចកសាងគ្រួសារដ៏មានសុភមង្គលឡើងវិញបានមែនហើយចម្រៀងម្ដាយខ្ញុំតែងតែចង់ឲ្យអ្នកខ្លាចជាម្ដាយពិតរបស់ខ្ញុំសូមអភ័យទោសផងនារីស្រស់ស្អាតខ្ញុំតែងតែចាត់ទុកអ្នកជាមិត្តម្នាក់ខ្ញុំគ្មានគំនិតផ្សេងទៀតទេជាងហៅបានប្រព្រឹត្តចំពោះអ្នកបែបនេះតើអ្នកនៅតែមានអារម្មណ៍ចំពោះគាត់ទេខ្ញុំនឹងមិនអត់ទោសឲ្យជាងហៅទេប៉ុន្តែម៉ូម៉ូគឺជាកូនបង្កើតរបស់ខ្ញុំចង់ទទួលបានសិទ្ធិគ្រប់គ្រងម៉ូម៉ូមកវិញថែរក្សាគាត់ឲ្យបានល្អណាស់ខ្ញុំប្រហែលជាត្រូវការជំនួយពីអ្នកជាមួយនឹងដំណើរការលែងលះនៅពេលក្រោយកុំបារម្ភអីខ្ញុំនឹងធ្វើឲ្យប្រកាសថាមនុស្សគ្រប់គ្នាទទួលបានអ្វីដែលពួកគេចង់បានថាមនុស្សគ្រប់គ្នាទទួលបានអ្វីដែលពួកគេចង់បានមីនយូសូមឈប់និយាយទៅខ្ញុំមានរឿងផ្សេងទៀតដែលត្រូវធ្វើនៅកន្លែងធ្វើការខ្ញុំកំពុងចាក់ចែងឥឡូវនេះតើប៉ាគួរធ្វើអ្វីខ្ញុំមិនចង់រស់នៅជាមួយយ៉ាងម៉ូម៉ូទេជាមួយខ្ញុំនៅទីនេះតើអ្នកខ្លាចអ្វីហេតុផលរបស់ស៊ូជារួយក្នុងអាពាហ៍ពិពាហ៍ជាមួយម៉ូម៉ូគឺដោយសារតែម៉ូម៉ូជាកូនស្រីបង្កើតរបស់គាត់តើនោះហើយជាមូលហេតុដែលអ្នកមិនអាចបំភ្លេចគាត់បានមែនទេបន្ទាប់មកយើងឲ្យគាត់គិតថាគាត់នៅស្ងៀមវានឹងប្រសើរជាងប្រសិនបើគាត់មិនមែនជាកូនប្រុសបង្កើតរបស់គាត់តោះទៅជីនលីនយូមានអ្វីខុសជាមួយអ្នកបច្ចុប្បន្នខ្ញុំកំពុងស៊ើបអង្កេតភស្តុតាងនៃភាពមិនស្មោះត្រង់របស់ជាងហៅមានអ្វីមួយត្រូវបានគេរកឃើញខ្ញុំមានអារម្មណ៍ថាវាចាំបាច់ដើម្បីប្រាប់អ្នកអ្វីខ្ញុំបានឲ្យនរណាម្នាក់ពិនិត្យមើលប្រវត្តិជែករបស់ជាងហៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះគាត់ត្រូវបានគេរកឃើញថានៅជាមួយភាគីទី3នោះអ្នកធ្លាប់តាក់ទងគ្នាមុនពេលរៀបការយ៉ាងម៉េចដែរតើគាត់តាំងពីដើមមកមែនទេចំណុចសំខាន់គឺនេះខ្ញុំមិនជឿទេរួយកុំរំភើបអីដំបូងឡើយខ្ញុំក៏មិនជឿដែរដូច្នេះខ្ញុំនៅជាមួយអ្នកនឹងម៉ូម៉ូខ្ញុំបានធ្វើតេស្តរូបភាពជាឪពុកខ្ញុំមិនទាន់បានថតរូបដើម្បីមើលលទ្ធផលនៅឡើយទេ
យ៉ាងម៉េចដែរគ្មានឆ្ងល់ទេខ្ញុំគិតថាមមូនិងស្ត្រីនោះមានទំនាក់ទំនងយូរអង្វែងរួចហើយមានសុខភាពល្អអ្នកបានកុហកខ្ញុំយ៉ាងខ្លាំងបងប្រុសប្អូនមានគម្រោងស្នាក់នៅ High Sea មែនទេផ្ទះនេះនៅជិតមន្ទីរពេទ្យវានឹងកាន់តែងាយស្រួលសម្រាប់យើងក្នុងការទៅជួបគ្រូពេទ្យលើពីនេះទៅទៀតជួចច្បាស់ជានឹងស្ថិតនៅក្រោមការឃុំឃាំងដោយស្ងៀមស្ងាត់របស់ខ្ញុំគិតថាគាត់នឹងត្រូវការចាក់ថ្នាំម្ដងទៀតមុនពេលគាត់ត្រូវជាប់គុកខ្ញុំមិនបានឲ្យតម្លៃវាទេកាលខ្ញុំនៅជាមួយគាត់ពីមុនឥឡូវនេះពួកគេដឹងថាពួកគេកំពុងព្យាយាមតស៊ូដើម្បីសិទ្ធិឃុំឃាំងអរគុណប៉ានិងមីងម៉ូម៉ូក៏បានមកជួយដែរហេតុអ្វីវាមិនធ្ងន់ធ្ងរទេគ្រូពេទ្យបាននិយាយថាឲ្យគាត់រកអ្វីដែលត្រូវធ្វើរំខានដល់ការយកចិត្តទុកដាក់នេះជារបស់ខ្ញុំព្រះអង្គម្ចាស់ចុងក្រោយរស់នៅជាមួយគ្នាដោយសុខមង្គលពាក់មកុដរបស់ម៉ាក់វាមិនល្អទេឬបើអ្នកខ្លាចជាព្រះនាងតូចរបស់ម្ដាយអ្នកអស់មួយជីវិតម៉ាក់ខ្ញុំចង់រកម៉ាក់ខ្ញុំចង់រកម៉ាក់ខ្ញុំចង់រកម៉ាក់ខ្ញុំម្ដាយម៉ាក់បងប្រុសច្បងម៉ូយើងមិនបានឃើញគាត់ភ្លាមទេពេលយើងចេញមកម៉ូនៅក្មេងណាស់តើគាត់អាចទៅណាបានបងប្រុសឲ្យស្ងប់ចិត្តសិនសូមគិតអំពីវាដោយប្រុងប្រយ័ត្នតើម៉ូអាចទៅណាបានទៅផ្ទះយើងវិញទៅផ្ទះចាស់យើងវិញទៅភ្លៀងចិត្តធ្លាក់ហើយអ្នកនៅតែលេងនៅទីនេះប្រយ័ត្នផងបើមិនដូច្នោះទេម៉ាក់អាចនឹងមិនធ្វើអាហារពេលល្ងាចដ៏ឆ្ងាញ់ឲ្យអ្នកទេទៅផ្ទះជាមួយម៉ាក់អូនសម្លាញ់ខ្ញុំចង់បានកាបូប3ដែរខ្ញុំចង់ទៅផ្ទះវិញម៉ាក់មកវិញហើយម៉ាក់នៅផ្ទះហើយម៉ាក់ម៉ាក់ខ្ញុំនឹងមិនធ្វើបែបនោះម្ដងទៀតទេម៉ាក់ចាំបានម៉ាក់ចង់នៅជាមួយអ្នកម៉ាក់របស់ក្មេងស្រីតូចនៅក្នុងថ្នាក់របស់យើងក៏សុខសប្បាយដែរឲ្យតែឪពុកម្ដាយរបស់អ្នកអាចមើលឃើញអ្នកនោះមិនអីទេមិនអាចផ្លាស់ប្ដូរបានទេប៉ានឹងធ្វើឲ្យអ្នកក្តៅនេះជារបៀបដែលអ្នកដើរតួជាម្ដាយមែនទេអ្នកមិនអាចទ្រាំមើលក្មេងនេះសំជុកខ្លួនបែបនេះបានទេរបៀបហេតុអ្វីបានជាអ្នកប្រញាប់ម្លេះកូនខ្ញុំកំពុងសំភ្លៀងអ្នកកំពុងនិយាយថាអ្នកជាម្ដាយរបស់កូនមែនទេតើអ្នកបាននិយាយអ្វីអ្នកដឹងច្បាស់ណាស់អំពីអ្វីដែលខ្ញុំកំពុងនិយាយខ្ញុំដឹងអ្វីទាំងអស់កុំបារម្ភពីវាអ្នកដឹងរួចហើយដូច្នេះអ្នកដឹងពីរឿងកំប្លែងពិតប្រាកដអ្នកបានជ្រើសរើសពួកគេហើយមែនទេបើមិនដូច្នោះទេតើអ្នករំពឹងថាខ្ញុំនឹងប្រព្រឹត្តដូចមុនទេខ្ញុំល្ងងណាស់ខ្ញុំបានដើរតួជាម្ដាយរបស់គាត់អ្នកកំពុងសុបិនឲ្យឈប់លេងទៅខ្ញុំមិនមែនជាម្ដាយរបស់អ្នកទេខ្ញុំមិនមានកូនអាក្រក់ដូចអ្នកទេបងប្រុសទី3ចេញពីទីនេះឥឡូវនេះខ្ញុំមិនចង់ឃើញម្ដាយរបស់អ្នកម្ដងទៀតទេម៉ាក់លេងចង់បានខ្ញុំទៀតហើយមែនទេសុបិនភ្ញាក់ឡើងមេងសុបិនភ្ញាក់ឡើងមេងម៉ូភ្ញាក់ឡើងការឈឺចាប់រយៈពេលខ្លីនិងមុតស្រួចគឺអាក្រក់ជាងការឈឺចាប់រយៈពេលយូរនិងស្ងាត់ស្ងៀមម៉ូភ្ញាក់ឡើងប៉ារបស់ម៉ូនាំអ្នកទៅមន្ទីរពេទ្យតើអ្នកកំពុងធ្វើអ្វីនៅទីនេះចេញទៅស្ងប់ចិត្តខ្ញុំបានយកអ្វីមួយមកឲ្យអ្នកក្នុងនាមរួយពេលខ្ញុំមកដល់អ្វីកិច្ចព្រមព្រៀងលះបង់សិទ្ធិកាន់កាប់ដោយស្ម័គ្រចិត្តរួយបានចុះហត្ថលេខារួចហើយវត្ថុត្រូវបានដឹកជញ្ជូនរួចរាល់ហើយអ្នកអាចរមៀលបានគាត់ក៏បានសុំឲ្យខ្ញុំយកពាក្យពីរបីមកជូនអ្នកដែរពាក្យអ្វីខ្លះដូចដែលភ្លៀងបាននិយាយគាត់លែងចង់រស់នៅជាមួយអ្នកទៀតហើយគាត់ធុញទ្រាន់នឹងជីវិតបែបនេះយូរមកហើយគាត់បាននិយាយថាគាត់មិនគួរបង្កើតកូននេះឲ្យអ្នកទេម៉ូតែងតែហៅគាត់ថាម៉ាក់គាត់មានអារម្មណ៍ស្អប់ខ្ពើមចេញពីទីនេះខ្ញុំបានទទួលសារខ្ញុំនឹងទៅនៅពេលនោះក្តារ
តើម្ដាយពិតជាមិនគួរកើតមកមែនទេតើវាអាចទៅជាយ៉ាងដូចម្ដេចបាក់ស្ដាប់ខុសអ្នកគឺជាកូនតូចដ៏មានតម្លៃរបស់យើងកូនតូចគាត់នៅទីនេះម្ចាស់កត្រីនិងព្រះនាងតូចរបស់ខ្ញុំអាចញ៉ាំអាហារបានហើយយេអាហារពេលល្ងាចរួចរាល់ហើយមកចុះប្រពន្ធឡើងឡានទៅអរគុណហើយលោកប្តីឪពុកម្ដាយបង្ហាញក្តីស្រឡាញ់ដើរតួជាកង់ទី3ដោយស្ងៀមស្ងាត់មែនហើយអ្នកគ្រាន់តែជាកង់ទី3ប៉ុណ្ណោះតើអ្នកចង់បញ្ជាក់ថាគាត់គួរតែប្រកួតប្រជែងនៅក្នុងទីក្រុងមែនទេវាថែមទាំងមានរូបគំនូររបស់ម្ដាយរបស់ស៊ើទៀតផងខ្ញុំមិនអនុញ្ញាតឲ្យអ្នកគូទេម្ដាយរបស់ស៊ូគឺជាម្ដាយរបស់ខ្ញុំហើយគាត់ច្បាស់ជាម្ដាយរបស់ខ្ញុំម៉ាក់ឲ្យកូនសុំទោសកុំវាយកូនអីយ៉ាងម៉េចដែរគាត់គិតថាវាជាការសម្ដែងមួយជើងរបស់គាត់ល្អឥតខ្ចោះខ្ញុំមិនបានរុញគាត់តតែសោះគាត់ជាក្មេងអាក្រក់ដូច្នេះទ្វារឈើមិនបានកុហកនៅថ្ងៃនោះទេជើងរបស់យាយយ៉ាមិនរងរបួសទេហេតុអ្វីបានជាគាត់ធ្វើបែបនោះនិយាយអំពីម៉ាក់ហេតុអ្វីកុហកខ្ញុំបាននិយាយប៉ាខ្ញុំបានបង្រៀនខ្ញុំគាត់បាននិយាយថាវិធីនេះគាត់អាចយក GNG បានពួកគេបានចាប់អ្នកនៅទីនោះតើអ្នកបានធ្វើអ្វីទៀតបន្ទាប់ពីអ្នកយកវាអ្នកមិនអាចនិយាយបានទេប៉ាបាននិយាយថាអ្នកមិនអាចនិយាយបានទេជាតើគ្រូរបស់អ្នកបានប្រាប់អ្នករឿងនេះទេក្មេងដែលកុហកគឺជាក្មេងអាក្រក់ក្មេងអាក្រក់នឹងត្រូវចាប់ខ្លួនដោយអធិការបើអ្នកមិននិយាយចេញមកបន្ទាប់មកខ្ញុំនឹងហៅអធិការឲ្យមកចាប់ខ្លួនអ្នកខ្ញុំមិនចង់បានម្ដាយជ្រូកទេខ្ញុំមិនចង់ឲ្យខ្ញុំនិយាយអ្វីទេខ្ញុំបានប្រាប់ឪពុកខ្ញុំថាបើគ្រាន់តែវាធ្វើឲ្យអ្នកមានអារម្មណ៍ថាម៉ូមិនមែនជាកូនបង្កើតរបស់អ្នកទេវិធីនោះអ្នកអាចនៅជាមួយយើងជារៀងរហូតមិនដែលធ្វើវាទេកុំធ្វើពេលម៉ូឲ្យវាមកអ្នកឥឡូវនេះវាអស់សង្ឃឹមម្ដងទៀតម៉ូដើម្បីតាមទាន់ការប្រកួតប្រជែងមិនបរិភោគឬផឹកពេញមួយថ្ងៃគ្រាន់តែចង់គូររូបភាពនេះគាត់បាននិយាយថាគាត់នឹងឲ្យវាទៅអ្នកប្រសិនបើគាត់ឈ្នះរង្វាន់ក្នុងការប្រកួតអ្នកគួរតែផ្ដល់ឲ្យខ្ញុំវិញល្អជាងស្លាប់ដោយគ្មានការព្រមានតើអ្នកកំពុងជួបប្រទះរឿងនេះដោយស្ងៀមស្ងាត់ទេក្នុងនាមជាមីងរបស់គាត់ខ្ញុំពិតជាសោកស្ដាយណាស់ពេលឃើញរឿងនេះអ្នកគឺជាមីងស្ងាត់របស់ខ្ញុំអ្នកជារបស់ជាងយ៉ែនខ្ញុំប្រាប់អ្នកយើងរៀបការដោយស្ងៀមស្ងាត់កុំឲ្យលេចមុខនៅចំពោះមុខគាត់នៅគួយយ៉ាងទៀតអីដូច្នេះគំនូរនេះវាជាគំនូររបស់ខ្ញុំតើខ្ញុំបានប្រមាថអ្វីលោកក្រៅវ័យក្មេងតើលោកមកការជំងឺអ្វីអ្នកនៅតែមិនដឹងថាអ្នកមានជំងឺអ្វីទេវាជាកំហុសរបស់អ្នកទាំងអស់នាងបានកើតជំងឺធ្លាក់ទឹកចិត្តដោយស្ងាត់ដោយសារតែអ្នកនាងបានកើតជំងឺធ្លាក់ទឹកចិត្តដោយស្ងាត់ដោយសារតែអ្នកសូមអភ័យទោសខ្ញុំសូមទោសខ្ញុំមិនដឹងទេសូមអភ័យទោសសូមអភ័យទោសអ្នកមិនគួរនិយាយបែបនោះមកខ្ញុំទេអ្នកគួរតែប្រាប់ម៉ូខ្ញុំចង់ឃើញគាត់ដោយស្ងៀមស្ងាត់មានក្មេងស្រីតូចម្នាក់នៅជួរមុខដែលហៀបនឹងលោតពីលើអគារម៉ូប៉ានឹងដឹកអ្នកចុះយល់ព្រមទេដោយស្ងាត់ម៉ូសូមអញ្ជើញមកចុះម៉ាក់ដឹងថាកូនខុសហើយម៉ាក់ដឹងថាគាត់ខុសហើយសូមចុះទៅយល់ព្រមម៉ាក់គឺជាម៉ាក់សូមអញ្ជើញមកចុះតារាបណាអ្នកចុះមកម៉ាក់នឹងផ្ដល់ឲ្យអ្នកនៅអ្វីគ្រប់យ៉ាងដែលអ្នកសូមយល់ព្រមប្រសិនបើមានអ្វីកើតឡើងចំពោះខ្ញុំនៅថ្ងៃនេះខ្ញុំនឹងមិនអនុញ្ញាតឲ្យអ្នករួចផុតពីរឿងនេះទេតើម៉ាក់ពិតជាមិនគួរកើតមកមែនទេតើម៉ូពិតជាមិនគួរកើតមកមែនទេទេវាមិនមែនដូច្នោះទេម៉ូតែងតែជាទីគោរពរបស់ម៉ាក់ជានិច្ចដោយស្ងៀមស្ងាត់វាជាកំហុសរបស់ម៉ាក់អាក្រក់មែនម៉ាក់អាក្រក់ណាស់ម៉ាក់ក៏អាក្រក់ដែរម៉ាក់សូមអង្វរអ្នកសូមអញ្ជើញមកចុះប្រាប់ពូរបស់អ្នកម៉ាក់ស្អប់ខ្ញុំគាត់កំពុងកុហកអ្នកម៉ាក់ខ្ញុំមិនដែលនិយាយបែបនោះទេម៉ាក់បានឃ្លាតឆ្ងាយពីពួកគេរួចហើយចាប់ពីពេលនេះទៅម៉ាក់សូមនៅស្ងៀមមិនអីទេសូមអញ្ជើញមកចុះម៉ាក់កំពុងកុហកអ្នកម៉ូជាក្មេងឆ្លាតខ្ញុំមិនគួររំខានម្ដាយខ្ញុំទេតើអ្នកនឹងធ្វើអ្វីចាប់តាំងពីពួកគេមិនហ៊ានបង្ហាញខ្លួនបន្ទាប់មកអនុញ្ញាតឲ្យគាត់បាត់ខ្លួនដោយស្ងៀមស្ងាត់ពីពិភពលោកនេះម៉ាក់ម៉ូសុខសប្បាយជាទេសម្លឹងមើលខ្ញុំដោយស្ងៀមស្ងាត់តើនេះជាអ្វីតើខ្ញុំគួរប្រាប់មីងខ្ញុំទេ
លោកវិជ្ជបណ្ឌិតមានរឿងអ្វីការធ្វើរោគវិនិច្ឆ័យបឋមនេះបណ្ដាលមកពីភាពតានតឹងក្រោយការប៉ះទង្គិចផ្លូវចិត្តយ៉ាងខ្លាំងភាពភ្លេចភ្លាំងដែលបណ្ដាលមកពីតើនោះមិនល្អគ្រប់គ្រាន់ទេវាពិបាកនិយាយណាស់វាអាស្រ័យលើស្ថានភាពបុគ្គលរបស់អ្នកជំងឺលុះត្រាតែអ្នកជំងឺខ្ញុំបានយកឈ្នះលើរបួសផ្លូវចិត្តរបស់ខ្ញុំមានតែពេលនោះទេទើបអាចនិយាយបានម្ដងទៀតតើអ្នកកំពុងធ្វើអ្វីនៅទីនេះខ្ញុំមិនចង់ឃើញអ្នកទេខ្ញុំបានធ្វើម្ហូបដែលម៉េងចូលចិត្តមិនចាំបាច់ខ្ញុំសូមអង្វរអ្នកសូមអនុញ្ញាតឲ្យខ្ញុំធ្វើអ្វីមួយសម្រាប់ម៉ូម៉ូខ្ញុំពិតជាដឹងថាខ្ញុំខុសមែនអ្វីដែលខ្ញុំចង់បានឥឡូវនេះគឺការកែកំហុសរបស់ខ្ញុំឥឡូវនេះវាមើលទៅដូចជារាងកាយទាំងមូលហេតុអ្វីបានជាអ្នកមិនធ្វើបែបនេះពីមុនវាជាកំហុសរបស់ខ្ញុំពីមុនខ្ញុំជឿពាក្យសម្ដីរបស់ហេមីងយូប៉ុន្តែកុំបារម្ភអីខ្ញុំបានខ្ចីប្រាក់ពីពួកគេរួចហើយខ្ញុំគ្រាន់តែចង់នៅស្ងៀមឥឡូវនេះប៉ុន្តែឥឡូវនេះម៉ូម៉ូលែងត្រូវការអ្នកទៀតហើយប្រវត្តិរូបសង្ខេបរបស់អ្នកគឺសម្រាប់ដាក់ពាក្យសុំការងារសម្អាតតើអ្នកគិតយ៉ាងណាដែរខ្ញុំចង់នៅជិតកូនខ្ញុំនាយកសាលាម្ដាយខ្ញុំអាចលះបង់ប្រាក់ខែនិងថ្ងៃឈប់សម្រាកបានដរាបណាអ្នកជួលខ្ញុំតើអ្នកមកពីណាសៀវយ៉ាយើងមិនលេងជាមួយឆេវយ៉ាទេតើអ្នកអាចធ្វើបាបនាងបានដោយរបៀបណាខ្ញុំនឹងឲ្យគ្រូហៅពុកម្ដាយរបស់អ្នកដោយស្ងៀមស្ងាត់តើអ្នករងរបួសទេដោយស្ងៀមស្ងាត់លោកគ្រូសូមអនុញ្ញាតឲ្យម៉ូម៉ូចូលរួមផងវាមិនមែនមានន័យថាខ្ញុំមិនចង់ឲ្យម៉ូម៉ូចូលរួមនោះទេថ្នាក់ដឹកនាំជាច្រើននឹងចូលរួមក្នុងការប្រកួតប្រជែងនេះវត្តមានលើឆាករបស់កុមារជំរុញគំនិតគូគំនូគាត់នៅស្ងៀមមិនអាចនិយាយបានអូនេះលោកគ្រូខ្ញុំសូមអង្វរលោកគ្រូសូមនិយាយជាមួយនាយកសាលាម្ដងទៀតអ្នកក្រោកឡើងមុនគេពីគ្រាថ្ងៃកំណើតម៉ូម៉ូផ្លុំទៀនរលត់ដោយស្ងៀមស្ងាត់នេះជាកន្លែងដែលគួរលេងនៅពេលយប់ក្មេងម្នាក់លងទឹកស្លាប់នៅផ្ទះអូម៉ាក់មិនចេះហែទឹកទេគាត់កំពុងលោតចុះជួយផងម៉ាក់តើម្ដាយម្នាក់អាចមិនស្គាល់កូនស្រីរបស់ខ្លួនយ៉ាងដូចម្ដេចសម្ដេចប៉ាបម៉ាក់នេះហើយប៉ាខ្ញុំ